ធ្លាប់អត់ខំចាយត្បិតបៀតសឹងអីតែដល់ចុងខែដកមានឃើញសល់អីសោះមិនប្រកាសថាឲ្យតែចេះរីថាមដឹងតែសល់លុយឯណានេះត្រូវតែចេះពីរបៀបសន្សំលុយទៀតទើបអាចទុកដាក់លុយកាក់មានប្រសិទ្ធភាពនិងសុវត្ថិភាពតោះអញ្ចឹងមករៀនពីរបៀបសន្សំលុយទាំងអស់គ្នាតាមពិតទៅការសន្សំប្រាក់ក៏ជាការប្រើប្រាស់លុយដែរវាគឺជាការយកលុយរបស់អ្នកទៅរៀបចំអនាគតដែលអ្នកចង់បានបើអ្នកសន្សំដើម្បីតែសន្សំនោះអ្នកកំពុងតែរឹតបន្តឹងខ្លួនឯងដែលគ្មានមូលហេតុហើយវានឹងធ្វើឲ្យអ្នកមិនអាចបណ្ដុះទម្លាប់នៃការសន្សំទៀងទាត់បានទេដូចនេះអ្នកត្រូវយល់ច្បាស់ពីគោលដៅសន្សំរបស់អ្នកដើម្បីបង្កើនកម្លាំងចិត្តក្នុងការសន្សំបន្តដើម្បីសន្សំលុយបានដោយមានប្រសិទ្ធភាពអ្នកត្រូវសួរខ្លួនឯងនៅសំណួរចំនួន5តើអ្នកយកលុយសន្សំនេះទៅធ្វើអ្វីហេតុអ្វីបានជាអ្នកចង់បានរបស់នោះតើអ្នកត្រូវការលុយប៉ុន្មានដើម្បីសម្រេចគោលដៅនោះតើអ្នកចង់សម្រេចវាបាននៅពេលណាតើអ្នកនឹងដកលុយពីគម្រោងចំណាយរបស់អ្នកចំនួនប៉ុន្មានសម្រាប់ការសន្សំនេះអ្នកអាចកំណត់ចំនួនទឹកប្រាក់ជាប្រចាំថ្ងៃសប្តាហ៍ឬខែក៏បានដែរជាមួយនឹងគម្រោងសកម្មភាពជាក់លាក់អ្នកនឹងអាចឆ្ពោះទៅរកគោលដៅសន្សំផ្ទាល់ខ្លួនបានដោយមានអារម្មណ៍ល្អនិងធូរស្រាលទៀតផងឥឡូវអ្នកដឹងពីរបៀបសន្សំហើយប៉ុន្តែមិនដឹងថាទុកដាក់លុយសន្សំរបៀបណាមែនទេដើម្បីឲ្យមានភាពងាយស្រួលអ្នកអាចបែងចែកការសន្សំរបស់អ្នកជា3ធំៗបានការសន្សំសម្រាប់ពេលមានអាសន្នការសន្សំរយៈពេលខ្លីឬមធ្យមនិងការសន្សំរយៈពេលវែងការសន្សំប្រាក់សម្រាប់ពេលមានអាសន្នគឺជារឿងចាំបាច់ព្រោះវាជួយឲ្យអ្នកត្រៀមខ្លួនទប់ទល់នឹងហានិភ័យនិងជៀសផុតពីបំណុលដែលមានការប្រាក់ខ្ពស់ចំពោះការសន្សំនេះអ្នកអាចទុកលុយសន្សំខ្លះនៅក្នុងផ្ទះសម្រាប់ពេលបន្ទាន់ខ្លាំងហើយអ្នកក៏អាចពិចារណាប្រើប្រាស់សេវាធានារ៉ាប់រងសុខភាពគ្រោះថ្នាក់ឬជីវិតសម្រាប់គ្រួសារការសន្សំប្រាក់រយៈពេលខ្លីឬមធ្យមអាចជាការសន្សំសម្រាប់ការរៀបការដើរលេងឬការទិញរបស់របរផ្ទាល់ខ្លួនជាដើមអ្នកអាចដាក់ប្រាក់សន្សំនេះនៅក្នុងគណនីសន្សំផ្ទាល់ខ្លួននៅគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើដាច់ដោយឡែកពីគណនីអាជីវកម្មការសន្សំរយៈពេលវែងអាចជាការសន្សំដើម្បីទិញផ្ទះការសិក្សារបស់កូនឬប្រាក់សម្រាប់ពេលចូលនិវត្តន៍ជាដើមដើម្បីទទួលបានការប្រាក់ខ្ពស់អ្នកអាចបើកគណនីបញ្ញាសន្សំរយៈពេលវែងនៅគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើជាមួយនឹងគម្រោងសន្សំច្បាស់លាស់អ្នកអាចចាយវាយដោយរីករាយនិងគ្មានកង្វល់ឬការភ័យព្រួយព្រោះអ្នកបានប្រកាសក្នុងចិត្តហើយថាអ្នកបានរៀបចំអនាគតរបស់អ្នកនិងគ្រួសាររួចរាល់ហើយចាត់ចែងលុយកាក់អ្នកឲ្យបានល្អនៅថ្ងៃនេះដើម្បីសម្រេចក្តីស្រមៃនៅថ្ងៃមុខ